ចាលោកគ្រូចឹងពួកខ្ញុំចាប់ដើមអូខេអាចចាប់ដើមបានហើយអូនតោះទីដំបូងខ្ញុំសូមជំរាបសួរលោកគ្រូស្រីមិត្តភក្តិទាំងអស់គ្នាពួកខ្ញុំមកពីក្រុម7នេះពិតជាមានភាពរីករាយសោមនស្សមែនទែនដែលលោកគ្រូគៀសុកលេងគាត់បានផ្ដល់ឱកាសឲ្យពួកខ្ញុំ present នៅ topic ជា review article មួយដែលគេនិយាយពី improving survival from cardiac arrest ដែលជា review contemporary practice and challenge ដែលក្នុងនេះដែរសមាជិកក្រុមរបស់ខ្ញុំមានចំនួន7នាក់ដូចខាងក្រោម next slide ហើយ content របស់ពួកខ្ញុំហ្នឹងគឺមានដូចជា introduction objective method result discussion conclusion and recommendation ចឹងដល់ slide បន្ទាប់ introduction ខ្ញុំអេកលក្ខណៈខ្ញុំនឹង present slide introduction ដែលយើងដឹងថាកាត់ចា arrest វា affect ទៅលើអត្រាដែលមានចំនួនច្រើនជាង 50,000 នាក់ជារៀងរាល់ឆ្នាំនៅប្រទេសសហរដ្ឋអាមេរិកដែលក្នុងនេះដែរគេ count ទិន្នន័យហ្នឹងគេយកទាំងពីក្នុង hospital ហើយនិងក្រៅ hospital ហើយដែរអ្នកជំងឺដែលគាត់មានកាត់ចា arrest នៅក្រៅមន្ទីរពេទ្យគឺនេះថា poorer outcome ដែលអ្នកជំងឺដែលគាត់មានកាត់ចា arrest នៅក្នុងមន្ទីរពេទ្យបើយើងគិតទៅលើភាគរយវិញយើងឃើញថាភាគរយដែលអ្នកជំងឺគាត់មានកាត់ចា arrest នៅក្រៅមន្ទីរពេទ្យយើងអាចជួយគាត់បានគឺមានក្រោម 10% ហើយករណីដែលអ្នកជំងឺគាត់មានកាត់ចា arrest នៅក្នុង hospital យើងអាចជួយគាត់បានអាចរហូតដល់ 50% ហើយនៅក្នុងនេះដែរទោះជាការជួយរបស់យើងជោគជ័យក៏ដោយប៉ុន្តែក៏យើងនៅមាន limit ខ្លះៗដែរដែលយើងអាចមាន challenge មួយចំនួនទាក់ទងជាមួយនឹង neurology របស់គាត់ហើយនៅក្នុង article នេះគេបាន review ពី challenge នៅក្នុងកាត់ចា arrest care មាន update ទាក់ទងជាមួយនឹង guideline ហើយនឹង practice ហើយមានទាក់ទងជាមួយនឹង intervention នេះយើងមានពីរមានទាំង resuscitation ហើយនិង post resuscitation care slide បន្តអញ្ចឹងចំណុចបន្ទាប់ objective អញ្ចឹងបន្ទាប់ពីយើងបានអាន article នេះហើយតើគេចង់ឲ្យយើងដឹងអីពីចេះឬក៏ដឹងអីពី article ហ្នឹងអញ្ចឹងទី1គេចង់ឲ្យយើងដឹងពី understanding ដល់កាត់ចា arrest អញ្ចឹងមានន័យថាពេលដែលយើងករណីយើងជួបអ្នកជំងឺដែលមានកាត់ចា arrest តើយើងជួយគួរជួយគាត់ដោយរបៀបម៉េចហើយមួយទៀតគេចង់ឲ្យយើងដឹងពីការ update guideline របស់គេតើជឿនលឿនដល់ណាហើយតើតើជាមួយនឹងbasic and advanced life support ទី3តើតើជាមួយនឹងការ practice ថ្មីដូចជា extracorporeal membrane oxygenation អីហ្នឹងជាដើមទី4តើតើជាមួយនឹងគេចង់ឲ្យយើងដឹងពីការវិតម្លៃនៃការជួយរបស់យើងតើបន្ទាប់ពីយើងជួយអ្នកជំងឺហើយអ្នកជំងឺក៏ទទួលបាន benefit អីខ្លះពីការជួយរបស់យើងនឹងដែលយើងជួយឲ្យគាត់ប្រសើរជាងមុនប៉ុន្តែមិនមែនប្រសើរតើតើជាមួយនឹង heartbeat restoration អីទេយើងត្រូវជួយឲ្យតើតើជាមួយនឹង functional របស់គាត់ recovery មកវិញល្អជាពិសេសតើតើជាមួយនឹង neurologic របស់គាត់បន្ទាប់ពីគាត់មានកាត់ចា arrest ហើយធ្វើមិនឲ្យ brain function របស់គាត់ល្អឡើងវិញហើយក្នុងនេះដែរគេបាន highlight ពី advance ហើយនឹងនាពេលអនាគតថាតើបន្ទាប់ពីយើងបានអាន article ហ្នឹងហើយយើងធ្វើមិនដើម្បី improve តើតើជាមួយនឹង resuscitation ហើយនឹង post resuscitation care ហ្នឹងឲ្យកាន់តែល្អប្រសើរឡើងជាងមុនចិត្តដល់ចំណុចបន្ទាប់ method អញ្ចឹង method នៅក្នុងនេះវាជាប្រភេទ narrative literature review ដែរនេះគេបានទិន្នន័យហ្នឹងមកពី public research មួយដែលគេ research ពី paper ដែលមានស្រាប់ហើយប៉ុន្តែគេយកមកដើម្បីវិតម្លៃនិងរួមបញ្ចូលគ្នាបង្កើតចេញជា article ថ្មីមួយទៀតគេបានទិន្នន័យហ្នឹង source ហ្នឹងគេបានមកពី clinical guideline ដូចឧទាហរណ៍ដូចជា AHA randomized control trial ទៅជាមួយនឹង observational study ហើយនិង meta analysis ហើយនៅក្នុង article នេះដែរគេមាន cover ទាំង CPR quality defibrillation airway management ទៅជាមួយនឹង medication ដែលមានដូចជាពពួក vasopressor ឬក៏ antiarrhythmic drug អីជាដើមហើយក៏មានតើតើជាមួយនឹង advanced therapy ផ្សេងៗដែលមិត្តភ័ក្តិរបស់ខ្ញុំគាត់នឹងបកស្រាយលម្អិតបន្តចឹង slide របស់ខ្ញុំអត់ក្នុងហ្នឹងហើយអរគុណលោកគ្រូ slide បន្តមិត្តភ័ក្តិខ្ញុំនឹងគាត់បកស្រាយបន្តអរគុណអ្នកកណាបាទដាក់ចូលចំពោះចំណុចជំរាបសួរលោកគ្រូខ្ញុំជាវីចំពោះចំណុចបន្ទាប់យើងនិយាយពី result ម្ដង
ចំពោះរីសាយើងមានទី1យើងនិយាយពី CPR ហើយនិង defibrillation ដែលពី critical ហ្នឹងយើងនិយាយពី life saving intervention during cardiac arrest អញ្ចឹងដំបូងនិយាយពី high and quality CPR នៅក្នុងករណីដែលយើងធ្វើCPR លឿនឬក៏ធ្វើត្រូវវាជាពិតជាមាន most important ឬក៏និយាយបានថាវាគឺជា key មួយដែលទៅ hold survival ឬក៏វា return spontaneous circulation ហើយនឹង neurological recover ទៅដល់ patient បន្ទាប់ពីកាត់យ៉ារ៉េសប៉ុន្តែក្នុងករណីបើសិនជាយើង delay ឬក៏ poor quality CPR វាអាចនឹង reduce ឬក៏កាត់បន្ថយ benefit ទៅកាន់ step បន្ទាប់ទៀតដូចទៅកាន់ step នៅក្នុងការព្យាបាលបន្ទាប់ទៀតដូចជាធ្វើ defibrillation ឬក៏ការផ្ដល់ថ្នាំជាដើមអញ្ចឹង CPR គឺវាអាចជួយ maintain ទៅលើblood flow ហើយនឹង organ perfusion បានអញ្ចឹងCPR យើងមាន2ដូចនៅក្នុងរូបហ្នឹង CPR ដដែលមួយទៀត CPR ដោយ machine ប៉ុន្តែនៅក្នុងការធ្វើ CPR ដោយ machine គេបាននិយាយថាគេអត់សូវ recommendation routine ទេទោះបីជាការធ្វើ CPR ហ្នឹងវាជួយកាត់បន្ថយកម្លាំងមនុស្សជួយបន្ថយការប្រើប្រាស់មនុស្សនៅក្នុងការធ្វើ CPR ឬក៏ម៉ាស៊ីនហ្នឹងវាធ្វើ CPR បានល្អត្រឹមត្រូវក៏ដោយហើយក៏អាចនិយាយបានថាវាអត់ទៅជាមាន quality ឬក៏ benefit ទៅលើការធ្វើ CPR នៅក្នុងហ្នឹងទេសូមទៅចំណុចបន្ទាប់ទៀតចំណុចបន្ទាប់ទៀតនិយាយពី compress only CPR អញ្ចឹង observation study out of hospital cardiac arrest គឺវា useful នៅក្នុងការធ្វើការ work best នៅក្នុង early stage លើការធ្វើ CPR តែបើសិនជា become ទៅជា less effect នៅក្នុងកំឡុងពេលណាមួយយើងមានជាភ្លុងខ្យល់បន្ទាប់ពីធ្វើ3 cycle central compression សូមទៅបន្តទៀតចំណុចបន្តទៀតយើងនិយាយពី defibrillation អញ្ចឹងវាគឺជា only intervention ដែលទៅ improve survival បន្ទាប់ពី cardiac arrest នៅក្នុងករណីដែល patient គាត់មាន ventricular fibrillation VFib ឬក៏ palace ventricular tachycardia VTAC អញ្ចឹងវាចូលទៅលើទៅ shockable ហើយអញ្ចឹងយើងធ្វើការ shock immediately ប៉ុន្តែយើងអាច delay នៅក្នុងការធ្វើ CPR ហើយនឹងធ្វើ airway ទេអញ្ចឹងចូលដល់បន្តទៀតសូមទៅ slide បន្តទៀតសម្រាប់មកវិញគឺ standard ទៅលើការធ្វើ basic cardiac resuscitation ហើយនឹង post arrest care គឺវាជាជំហានដែលទៅ improve survival outcome អញ្ចឹងការធ្វើ resuscitation វាពឹងផ្អែកខ្លាំងមែនទែនទៅលើការធ្វើ CPR ត្រឹមត្រូវពេលវេលាតើទៅជាមួយពេលវេលាហើយនឹង early defibrillation អញ្ចឹង CPR immediately វា focus ខ្លាំងទៅលើ high quality compression អញ្ចឹងទី2និយាយពី CPR only គឺវាដើម្បីជួយកុំឲ្យស្ថានភាពហ្នឹងកាន់តែធ្ងន់ធ្ងរឡើងជាងមុនហើយចុងក្រោយបើសិនជាយើងមានជា machine defibrillation ក្នុងករណីដែល patient គាត់មានជា VFib ហើយនៅ VTAC យើងអាចប្រើវាឲ្យឆាប់បំផុតនៅក្នុងការធ្វើការឆក់បេះដូងដើម្បីជួយសង្គ្រោះជីវិតអញ្ចឹងចំណុចខ្ញុំចប់ហើយសូមផាសទៅមិត្តភក្តិខ្ញុំបន្តទៀតជ្រាបសួរលោកគ្រូនិងសួស្តីអ្នកនរខ្ញុំជាតាខ្ញុំមកបកស្រាយចំណុចបន្ទាប់និយាយអំពី pharmacologic intervention ដែលនៅក្នុង article study នឹងដែរគេមិនសិនទៅពពួកក្រុម vasopressor ដែលវាជា inotropic agent ដែលវាជួយក្នុងការ increase blood flow ទៅលើ vital organ កំឡុងពេលដែលអ្នកជំងឺគាត់មាន cardiac arrest ធម្មតានៅពេលដែលគាត់មាន cardiac arrest អញ្ចឹងបេះដូងរបស់គាត់អាចច្បាច់ effective អញ្ចឹងក្នុងនឹងដែរគេឲ្យ epinephrine ដើម្បីជួយទៅ increase នៃ return spontaneous circulation អញ្ចឹងមានន័យថាគាត់អត់មានគាត់អាចនឹងបានន័យថាគាត់មានពលក៏ប៉ុន្តែគាត់នៅតែ still unconscious ដដែលហើយមួយទៀតគេមិនសិនទៅពពួក no epinephrine គ្រាន់តែនៅក្នុង article នឹងដែរវាអត់មានជា show ទៅលើ survival benefit អីទេមួយទៀតគេមិនសិនពពួក vasopressor ដែលគេប្រើនៅក្នុង case កំឡុងពេល asystole មួយទៀតantiarrhythmia drug ដែលគេជួយទៅលើពពួក shockable rhythm ដែលគេ compare រវាងថ្នាំ amiodarone lidocaine ទៅជាមួយនឹង placebo គ្រាន់តែថា amiodarone ហ្នឹងវា more effective ជាង lidocaine ហើយវា improve survival នៃ hospital admit តែ not be check គ្រាន់តែ review bradyarrhythmia ហើយនិយាយ
ហើយតមកវាជួយស្រាយ reduce នៃ mortality rate ជាង placebo ដល់ពេលsotalol ជាមួយនឹង nificaline ហ្នឹងគេ mention នៅក្នុង article ហ្នឹងដែរគ្រាន់តែវាអត់មាន show ជា survival benefit ទេហើយមួយទៀតពពុះ adjunction ដែលគេ combination រវាងថ្នាំ steroid vasopressin epinephrine វាឃើញមានជា possible benefit ជាងប្រើ epinephrine alone បើមិនជាយើង bestseller study sign នៃ Mesopolis AR ចាំមក2013ហ្នឹងគេ show ពី positive neurological outcome គ្រាន់តែវាជា study sign ហ្នឹងវានៅ consider ជា experimental ឡើយបើសួរថាវាជាបើន័យថា protocol និង standard នៃ ACLS ហ្មងអត់គឺអត់ទេមួយទៀតគេ mention ពពុះ electrolyte ក៏ pH modify ដែលគេ mention ពពុះ sodium bicarbonate calcium chloride ជាមួយនឹង magnesium sulfate ដែល randomized study ហ្នឹងគេ show ថាវាអត់មានជា survival benefit អីទេគ្រាន់តែថា sodium bicarbonate ហ្នឹងវាអាចកោសឲ្យទៅជា metabolic disturbance ដែលភាគច្រើនគេប្រើវាតែ temporarily ឯងអត់អាច prolong arrest ឬក៏ hyperkalemia បានទេដល់ពេល calcium chloride តើតែ suspect ថានេះជំងឺហ្នឹងគាត់មាន hyperkalemia ឬក៏ដោយសារតែ sodium channel blocker toxicity ដល់ពេល magnesium sulfate ក្នុង randomized study ហ្នឹងគេអត់មានshow ជា survival benefit ទេហើយពពុះថ្នាំផ្សេងទៀតដូចជា atropine វានៅក្នុងក្រុម para sympatholytic ឬក៏យើងនិយាយថាជា anticholinergic drug ដែលធម្មតា atropine ហ្នឹង formally វា use នៅក្នុង class electrical activity ជាមួយនឹង assistol ក៏ប៉ុន្តែ based ទៅលើ article study ហ្នឹងគេប្រាប់គេ recommend atropine ហ្នឹងប្រើសម្រាប់ PEA ជាមួយ assistol ទេតែបើសិនជាអ្នកជំងឺគាត់មានបានន័យថា symptomatic ទៅលើ bradycardia ឬក៏លក្ខណៈថាbradycardia ដោយសារតែ vagal stimulation អញ្ចឹង of course គេ recommend ឲ្យប្រើពពុះ atropine នោះដោយសារតែវាទៅ block vagus nerve វា increase heart rate អ្នកជំងឺគាត់អាច back to normal វិញបានដល់ពេលនេះវាជា result នៃ ACLS medication គេគ្រាន់តែចង់ប្រាប់ពី outcome ក្រោយពីការឲ្យថ្នាំហ្នឹងអាចគាត់ survival hospital admit ជាជាង detect ហើយអាច return ទៅ spontaneous circulation ហើយជាមួយនឹងនេះបានដែលដូចឧទាហរណ៍ដូចជា sodium bicarbonate ជាមួយ calcium chloride ទៅលើ placebo ហ្នឹង uncertain ចឹងបានន័យថាវាអត់uncertain ហ្នឹងបានន័យថាវាអត់ definitely work ឬក៏ doesn't work ហ្មងឯងគ្រាន់តែគេនៅតែ study បន្តរបៀបអញ្ចឹងslide របស់ខ្ញុំមានតែប៉ុណ្្នឹងទេចូល slide បន្តទៀតមិត្តភក្តិក្នុងខ្ញុំម្នាក់ទេគាត់នឹងបក share អរគុណជំរាបសួរលោកគ្រូហើយសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះសុងវណ្ណថៃខ្ញុំនឹង respond បន្តទាក់ទងជាមួយនឹង ECMO ឬមួយក៏ extra corporeal membrane oxygenation ទាក់ទងជាមួយនឹង procedure នេះវារៀង complex តិចហើយយូរទៅវាអាចត្រូវការខាង specialist ច្រើននៅក្នុងការចូលរួមទាក់ទងជាមួយនឹង procedure នឹងដែរគឺគេធ្វើសម្រាប់អ្នកជំងឺដែលគាត់មានជា ventricular arrhythmia ហើយគេបែងចែកទៅជាពីរទម្រង់គឺ VV ឬមួយក៏ venous ECMO អានេះភាគច្រើនគឺសម្រាប់អ្នកជំងឺដែលគាត់មានជា lung disease អាចទាក់ទងជាមួយនឹង acute respiratory distress syndrome ឬក៏អាចទាក់ទងជាមួយនឹង pulmonary embolism ជាដើមទាក់ទងជាមួយនឹង VA ឬមួយក៏ venous arterial គឺសំដៅទៅលើអ្នកជំងឺដែលគាត់មានទាំង heart ហើយនិង lung disease ដែលគេសំដៅទៅលើភាគច្រើនគឺអ្នកដែលគាត់មានជា refractory left ventricular arrhythmia ហើយទាក់ទងជាមួយនឹង slide បន្ទាប់នេះគេនិយាយផងដែរថាទាក់ទងជាមួយ ECMO ហ្នឹងគឺវាពិបាកនៅក្នុងការធ្វើព្រោះជាធម្មតាគឺគេចាក់នៅសរសៃ artery អាចមានជា internal carotid artery ឬក៏អាចទាក់ទងជាមួយនឹង femoral artery ហើយបើសិនជាភេទពួក VV វិញគឺគេអាចចាក់នៅ internal jugular vein ឬក៏អាចទាក់ទងជាមួយនឹង inguinal vein អញ្ចឹងក្នុងករណីដែលអ្នកជំងឺគាត់មានជា morbidly obese គឺ BMI របស់គាត់ធំជាង40អាចគាត់មានខ្លាញ់ច្រើនទាក់ទងជាមួយនឹងស្បែកគ្រប់កន្លែង vein ច្រើនអញ្ចឹងឬមួយក៏អាចតែច្រើនអាចនឹងពិបាកនៅក្នុងការធ្វើ procedure នឹងមួយដែរហើយទាក់ទងជាមួយនឹងprocedure នឹងផងដែរគឺគេបាននិយាយថាបើសិនជាចង់ឲ្យ outcome ចេញមកបានល្អហើយនឹងជោគជ័យគឺគេត្រូវ selected patient មានន័យថាការធ្វើ procedure ហ្នឹងគឺគេរៀង selective តិចមានន័យថាមិនមែនសុទ្ធតែអ្នកគ្រប់គ្នាសុទ្ធតែអាចធ្វើ procedure នឹងបានទេហើយទាក់ទងជាមួយនឹង slide បន្ទាប់ខ្ញុំនឹងនិយាយទាក់ទងជាមួយនឹង pulse electrical activity
ទៅដូចជាមួយនឹងPulless electrical activity វាគឺជា part មួយនៅក្នុង classify របស់ non shockable rim ព្រោះ non shockable rim វាមានពីរវាតកតងជាមួយនឹង acetone ហើយនឹង Pulless electrical activity ទៅដូចជាមួយនឹងប្រភេទពួក non shockable rim ជាទូទៅគឺវារៀង bad prognosis ជាងបើប្រៀបធៀបជាមួយនឹង shockable rim ហើយតកតងជាមួយនឹងបញ្ហាហ្នឹងមានអីក្រៅពីការរកឲ្យបានលឿនហើយនឹង manage ឲ្យបានទាន់ពេលហើយដោយព្យាយាមរកមើលនៅកុសដែលបង្កឡើងដើម្បី reversible កុសហ្នឹងគឺជាជំរឿនដល់ជោគជ័យនៅក្នុងការព្យាបាលអ្នកជំងឺហើយតទៅជាមួយនឹង Pulless electrical activity វាមានទម្រង់ pseudo មួយទៀតទម្រង់ pseudo ឬក៏គេហៅថាជាទម្រង់ reversible កុសដែលជាទូទៅវាបណ្ដាលមកពីកាត់ជា output របស់គាត់វា function អត់ល្អឬក៏អាចតទៅជាមួយនឹង aorta pressure របស់គាត់វា low ដល់ពេលអញ្ចឹងទៅអត់អាច produce palpable pool បានតែបើសិនជាPulless electrical activity ដែលជាទម្រង់ true វិញអានេះគឺវាបណ្ដាលមកពីកាត់ជា output ហ្នឹងវាអត់អាចសបឲ្យបានទៅជា palpable pool ដល់ពេលហើយទម្រង់ Pulless electrical activity គឺជាទម្រង់ irreversible បើសិនជា pseudo Pulless គឺជាទម្រង់ reversible ហើយខ្ញុំសូមស្លាយបន្តទៅដូចជាមួយនឹងទម្រង់ reversible គេអាចបែងចែកទៅជាខ្លះដូចខាងក្រោមគឺគេអាចតកតងទៅដូចជាមួយនឹងទម្រង់ irreversible វាអាចទៅជាមួយនឹងខាងក្រោមមានជា hypoxemia ទៅដូចជាមួយនឹង hyperkalemia និយាយទៅគេអាចបែងចែកថាទៅដូចជាមួយនឹង metabolic cause ទៅដូចជាមួយនឹងobstructive cause ឬក៏អាចទៅជាមួយ hypovolemic ឬក៏អាចទៅជាមួយនឹង cardiogenic នឹងជាដើមហើយគេបែងចែកដោយងាយស្រួលចាំគឺ H criteria ហើយនិង T criteria សូមស្លាយបន្តចំពោះការធ្វើ management ទៅលើអ្នកជំងឺដែលគាត់មានជា Pulless electrical activity ហ្នឹងគឺគេអាច base ទៅលើ pool ថាជា palpable ឬមួយក៏ non palpable តាមរយៈការធ្វើ chest compression ហ្នឹងតាម article ដែលគេបាន review មកបើសិនជា non palpable pool គេគិតថាជាប្រភេទ shock ដែលវា response ជាមួយនឹង fluid អញ្ចឹងគេអាចគិតទៅលើ hypovolemic ឬមួយក៏ obstructive shock អញ្ចឹងចំពោះប្រភេទនេះគេអាចព្យាយាមធ្វើម៉េច manage ដោយឲ្យទឹកឲ្យគ្រប់គ្រាន់ដើម្បី resuscitate អ្នកជំងឺមកវិញបើសិនជាទម្រង់ palpable pool គឺគេគិតថាជា pump failure ដែលបណ្ដាលមកពីសាច់បេះដូងដែលផ្ទាល់អញ្ចឹងគេអាចគិតថាបណ្ដាលមកពី cardiogenic ឬមួយក៏ metabolic cause ដែលអាចទៅមួយ hyperkalemia ហ្នឹងសូមស្លាយបន្តតាមរយៈarticle នេះផងដែរគេបាន recommend ថាការព្យាបាលទៅលើ Pulless electrical activity គឺគេអាចមើលទៅតាមទំហំរបស់ QRS complex ដោយមានជាការប្រើពួក vasopressor មកជាមួយក្នុងករណីដែលជាទម្រង់ narrow ឬមួយក៏ rapid Pulless electrical activity វាគឺជាទម្រង់ reversible អញ្ចឹងគេអាចព្យាយាម manage ដោយឲ្យទឹកឲ្យបានគ្រប់គ្រាន់បូកជាមួយនឹង vasopressor ហើយគេត្រូវរកមើល reversible កុសហើយ manage ទៅលើកុសនឹងទើបជាការព្យាបាលមួយដ៏ជោគជ័យតែដូចជាមួយនឹងwhite ឬមួយក៏ slow Pulless electrical activity អានេះគឺជាទម្រង់ irreversible ដែលអាចទៅជាមួយ metabolic ក៏ជា hyperkalemia ដែលជាទូទៅអ្នកជំងឺគឺត្រូវ manage តាមរយៈ condition របស់វានឹងបើសិនជាគាត់បង្កឡើងដោយសារតែ hyperkalemia អាចទៅមួយការប្រើពួក sodium bicarbonate ទៅជាមួយនឹងការប្រើពួក bicarbonate អញ្ចឹងជាដើមហើយទៅមួយ slide របស់ខ្ញុំចប់ត្រឹមហ្នឹងឯងបិទពេកខ្ញុំនឹង respond បន្តជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំយាងសនុចនៅមកបកស្រាយពីចំណុច post resuscitation care អញ្ចឹងចំណុចទី1នេះគេនិយាយអំពី high risk complication បន្ទាប់ពីអ្នកជំងឺគាត់មាន return of spontaneous circulation គេថា up to 2លើ3នៃអ្នកជំងឺត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីមាន return of spontaneous circulation ហ្នឹងដែល major risk របស់នេះ major risk ហ្នឹងមានដូចជាអ្នកជំងឺហ្នឹងគឺគាត់ arrest ម្ដងទៀត recurrent arrest អាច shock ឬមួយក៏ខ្សោយអរកាន់ផ្សេងៗអញ្ចឹងដើម្បីជៀសវាងនៅបញ្ហាអស់ហ្នឹងយើងត្រូវធ្វើអីគេចំណុចទី2នេះគឺយើងត្រូវ management ភ្លាមៗហ្មងបន្ទាប់ពីអ្នកជំងឺគាត់មាននៅ return of spontaneous circulation ហ្នឹងដែលទី1យើងត្រូវ management ទៅលើ airway ជាមួយនឹង bracing airway និង bracing ហ្នឹងយើងអាចធ្វើ endotracheal intubation អាហ្នឹងសម្រាប់អ្នកជំងឺគាត់ comatose patient ហើយឡើង protective ventilation យើងអាចបើក volume ហ្នឹងពី6ទៅ8 ml ក្នុង1គីឡូហើយយើងអាចធ្វើ positive and expiratory pressure ដើម្បី keep alveolar open ហើយជាមួយនឹង maintain កម្រិត oxygen ដែល oxygen ដែលយើងចង់បានកម្រិតត្រឹម94ទៅ98% ជៀសវាងកុំឲ្យ hyperoxia ចំពោះ CO2 management យើងក៏ avoid កុំឲ្យមាន hypercapnia ហើយជាមួយនឹង hypocapnia ដូចគ្នាដែលអាហ្នឹងវាអាចបង្កឲ្យទៅជា cerebral vasoconstriction បានហើយថាគេកម្រិត CO2 ដែលយើងចង់បានត្រឹម normal ឬមួយក៏ឡើងតិចតួចដែលយើងអាចវាស់បានដោយ
and tidal disorder monitoring ហើយបន្ទាប់មកយើងធ្វើ chest x-ray ដើម្បី confirm tube pleasant ជាមួយនឹងយើង exclude ពពុះ pneumothorax មួយចំនួនហើយយើងអាចធ្វើ gastric tube ដើម្បី decompression ជាមួយនឹងឲ្យ medication admission ដូចជា nutrition ឬមួយក៏ hydration ចំណុចទី2យើង management ទៅលើ circulation ជាមួយនឹង hemodynamics គេថាបើសិនជាអ្នកជំងឺគាត់បន្ទាប់ពី return of spontaneous circulation នឹងហើយគាត់មាន hypertension ឬមួយក៏ shock អាហ្នឹងគឺជា poor outcome មួយយើងអត់ចង់បានទេអញ្ចឹងគេថា post OOSC shock phase ហ្នឹងគេចែកចេញទៅជា2ដោយ early បានន័យថាអ្នកជំងឺគឺគាត់មាន low output cardiogenic shock បានន័យថា myocardial dysfunction ដល់ពេល later phase បានន័យថាអ្នកជំងឺ shock មានលេចចេញនៅ inflammatory response ជាមួយនឹង mimic sepsis ដែលវាមានសារនិងsymptom ដូចជានឹង sepsis ដែរគ្រាន់តែថាវាមិនប្រកបដោយ infection ទេវាប្រកបដោយសារតែ low cardiac output ហើយ hemodynamics optimization យើងអាចឲ្យជា fluid resuscitation ដែលហ្នឹងយើងវាស់បានដោយថាតើមាន preload របស់អ្នកជំងឺហ្នឹងវា responsive មកវិញអត់ចំពោះ vasopressor យើងអាចប្រើ first line norepinephrine ហើយalternative យើងអាចប្រើ epinephrine តែយើងអត់ប្រើពពុះ dopamine ទេដោយសារតែវាអាចបង្កឲ្យមាន proarrhythmic បានចំពោះ blood pressure ថាគេដែលយើងចង់បានហ្មង systolic pressure គឺយើងចង់បានធំជាង90ចន្លោះពី90ទៅ100 mm បារ៉តចំពោះ mean arterial pressure ធំជាង65 mm បារ៉តហើយគេរកឃើញថាបើសិនជា mean arterial pressure ហ្នឹងបាន80ទៅ100អាហ្នឹងហៅថាល្អចំពោះ neurologic outcome ចំពោះការ monitor យើង monitor ទៅលើ2ដោយទី1ហ្នឹងគឺ arterial line បានន័យថាគឺជា flexible catheter មួយដែលគេចាក់ចូលទៅតាមតសៃឈាមរក្សា artery នៅកដៃដើម្បីវាស់សម្ពាធឈាមហើយមួយទៀតគឺ central venous line អាហ្នឹងគេវាស់គេមើលទៅលើ3ទៅលើ central venous pressure central venous oxygen saturation ហើយជាមួយនឹងកម្រិតលក្ខណៈថាវាឡើងឬមួយក៏វាចុះចំពោះ cardiac assessment យើងអាចធ្វើ echocardiography ដើម្បី rule out នៅពពុះ precardial effusion pulmonary embolism ឬមួយក៏ left ventricular dysfunction ហើយយើងអាចប្រើ inotrope បើសិនជាអ្នកជំងឺគាត់មាន low cardiac output ឬមួយក៏ឈាមបាញ់ទៅសរីរាង្គអត់គ្រប់គ្រាន់អង្គការ hypoperfusion ចំពោះ management ទៅលើ C នេះ management ទៅលើ neurologic ហ្នឹងយើងទី1ហ្នឹងគឺយើងធ្វើ TTM target temperature management បានន័យថាយើងដាក់អ្នកជំងឺបន្ទាប់ពី OOSC យើងដាក់ឲ្យអ្នកជំងឺហ្នឹងនៅស្ថានភាពខាង32ទៅ36អង្សាសេរយៈពេលពី24ម៉ោងឬមួយក៏48ម៉ោងហើយយើងជៀសវាងនៅការអានេះគេថា avoid pre-hospital cooling បានន័យថាអត់ដាក់អ្នកជំងឺត្រាំនៅក្នុងទឹកត្រជាក់ទេអាហ្នឹងវាអាចរិះទៅជា pulmonary edema បានចំពោះ brain imaging យើងអាចធ្វើ coronary angiography ហើយនឹង non contrast CT បើសិនជាយើងសង្ស័យថាមាន intracranial pathology ណាមួយចំពោះ management ទៅលើចំណុច D គឺ coronary ជាមួយនឹង other evaluation ដូចគេនិយាយថា common coronary artery disease ហ្នឹងគឺជា common cause បង្កឲ្យអ្នកជំងឺហ្នឹងគឺគាត់មាន cardiac arrest អញ្ចឹងពេលហ្នឹងយើងត្រូវធ្វើ immediately ភ្លាមហ្មងឲ្យ12 lead ECG ដើម្បីរកមើល STEMI ដោយសារតែ STEMI ហ្នឹងគេរកឃើញថា 25 ដល់ 30% case ហើយដែលបង្កឲ្យអ្នកជំងឺមាន cardiac arrest ហើយ emergency coronary angiography នេះយើងធ្វើនៅក្នុងរយៈពេល2ម៉ោងបើសិនជាយើងសង្ស័យថាមាន myocardial infarction ឬមួយក៏ hemodynamics ហើយនឹង electrical instability ចំពោះសូមស្លាយបន្តហើយចំណុចទី3នេះយើងនិយាយអំពី prognosis ហើយជាមួយនឹង ongoing care ដូចតែនិយាយបានមុនហ្នឹងអញ្ចឹងថា target temperature management ហ្នឹងគឺយើងធ្វើដើម្បី improve នៅ outcome ប៉ុន្តែឡើយនេះគេនិយាយថាគេអត់ទាន់ច្បាស់ហ្មងទេថាសីតុណ្ហភាពមក32ទៅ36ហ្នឹងមានល្អឬមួយក៏ក្នុងរយៈពេល24ម៉ោងឬគួរតែដាក់អ្នកជំងឺនៅក្នុងរយៈពេល48ម៉ោងហើយយើង early hemodynamic stabilization របស់អ្នកជំងឺកាន់តែលឿនកាន់តែល្អ improve survival ចំពោះ neurologic prognosis គេថាយើងអត់គួរធ្វើលឿនពេកទេដោយសារតែអ្នកជំងឺគាត់នៅក្រោមថ្នាំដែលយើងបានចាក់មុនហ្នឹងចាហើយចំណុចបន្តសូមមកខ្ញុំបន្តជំរាបសួរលោកគ្រូនិងសួស្តីលោកអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនបញ្ញាខ្ញុំនឹងបកស្រាយអំពី discussion អញ្ចឹងនៅក្នុងអ្នកជំងឺដែលមាន cardiac arrest survival rate គាត់នៅតែ
នៅតែមានចំនួនតិចក៏ប៉ុន្តែដោយសារមានការប្រាប់ទីនៅ intervention ជាច្រើនគឺផលកំពុងតែមានការរីកចម្រើនបន្តិចម្ដងហើយ the best intervention ដែលគេប្រើប្រាស់ឲ្យមានលទ្ធផលល្អជាងគេហ្នឹងគឺការជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលានៅពេលដែលគាត់ចាប់ផ្ដើមមានការយ៉ារ៉េជបូករួមជាមួយនឹង high quality chest compression ហើយនឹងជាមួយនឹងការធ្វើនៅ rapid defibrillation ដែលយើងប្រៀបធៀបជាមួយនឹងការលើកឡើងគឺគេបាននិយាយអំពី compression only CPR ហើយនឹង multi stack shock ហ្នឹងគឺពួកវាគឺអត់បានបង្ហាញអំពី benefit ដែលឲ្យប្រសើរជាងនៅ high quality CPR ដែលគេបានលើកឡើងនេះហើយទាក់ទងជាមួយនឹងការជួយសង្គ្រោះនៅផ្លូវដង្ហើមគាត់វិញការប្រើប្រាស់នៅ back mask គឺមានប្រសិទ្ធភាពល្អជាងការមានប្រសិទ្ធភាពល្អជាងការធ្វើនៅ advanced airway ដោយសារតែធ្វើ advanced airway គឺអាចមានការ traumatis ហើយដូចជា intubation ក៏ប៉ុន្តែបើសិនជាអ្នកជំងឺគាត់មាន airway compromise យើងធ្វើនៅ advanced airway ទទួលបានផលិតផលល្អជាងហើយសម្រាប់ការប្រើប្រាស់ថ្នាំវិញថ្នាំជាច្រើនដែលគេប្រើនៅក្នុង ACLS medication ដូចជា epinephrine ឬក៏ amiodarone អីហ្នឹងសកម្មភាពវាគឺវាអាចធ្វើការជួយឲ្យអ្នកជំងឺដែលមានការចែករ៉េហ្នឹងស្ថិតមកក្នុងធ្វើនៅ ROS C វិញគឺ return of spontaneous circulation មកវិញបានក៏ប៉ុន្តែការប្រើប្រាស់វាហ្នឹងគឺអត់ទាន់ improve overall survival rate ឬក៏ neurological outcome នៅឡើយទេប៉ុន្តែមាននៅការបកមាននៅ study នៅក្នុងមន្ទីរពេទ្យតូចមួយដែលគេបានលើកឡើងអំពីការប្រើប្រាស់នៅ vasopressin បូកជាមួយនឹង steroid បូកជាមួយនឹង epinephrine ហ្នឹងទទួលបានលទ្ធផលល្អចំពោះ overall survival និង neurological outcome របស់អ្នកជំងឺក៏ប៉ុន្តែការសិក្សាហ្នឹងនៅមានលក្ខណៈតូចនិងមិនទាន់មានលក្ខណៈធំដុំដែលយើងអាចយកជាការបានហើយការធ្វើ ECPR វិញគឺវាមានលទ្ធផលល្អចំពោះអ្នកជំងឺជាងការធ្វើនៅ CPR វិធីការធ្វើ CPR ធម្មតាក៏ប៉ុន្តែការធ្វើ CPR បែប ECPR នេះគឺមានលក្ខខណ្ឌជាច្រើនដែលយើងត្រូវការទី1ត្រូវការជាមន្ទីរពេទ្យដែលមានលក្ខណៈធំទី2គឺត្រូវការនៅអ្នកដែលមាននៅ ECPR ឬក៏ ECMO specialized team ហើយត្រូវការឧបករណ៍ត្រឹមត្រូវជាមួយនឹងការជ្រើសរើសនៅអ្នកជំងឺដែលគ្រប់លក្ខខណ្ឌដើម្បីធ្វើ ECPR ជាងការធ្វើទៅលើអ្នកជំងឺដែលមិនទទួលបានលទ្ធផលល្អហើយទាក់ទងជាមួយនឹង political activity វិញគឺនៅតែមានការ challenging សម្រាប់ការជួយសង្គ្រោះដោយសារតែមូលហេតុដែលធ្វើឲ្យមាននៅ PA ឬក៏ pulseless electrical activity នឹងមានចំនួនច្រើនមាន cost ច្រើនប៉ុន្តែការលើកទឹកចិត្តទៅលើការធ្វើនៅ diagnostic ដោយប្រើ H ហើយនឹង team mnemonic ហ្នឹងឲ្យបានច្បាស់លាស់ដើម្បីយើងអាចស្វែងរក reversible cost ឲ្យបានលឿនចង់គោលដៅដែលយើងត្រូវព្យាបាលហើយគឺចាយពេលវេលាតិចហើយចំពោះនៅ post resuscitation care វិញគឺ post resuscitation care គឺជាវេលាមួយដែលមានលក្ខណៈសំខាន់បំផុតនៅក្នុងការ improve នៅ survival rate របស់អ្នកជំងឺដូច្នេះដើម្បី improve survival rate បានគឺត្រូវមានការ intervention ភ្លាមទៅលើអ្នកជំងឺដែលគាត់ចាប់ដើមមាននៅ hemodynamic instability ឬក៏គាត់មាននៅ acute coronary event ឬក៏គាត់មាននៅការប្រែប្រួល temperature ខ្លាំងចឹងចំណុចរបស់ខ្ញុំត្រឹមប៉ុណ្ណឹងខ្ញុំសូមផ្ទេរឲ្យភ័ក្រខ្ញុំបន្តទៀតជំរាបសួរលោកគ្រូនិងជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងមកដល់មិត្តភ័ក្តិខ្ញុំគាត់បានបកស្រាយតទៅជាមួយនឹង article កន្លងមកហើយអញ្ចឹងមកដល់ចំណុចរបស់ខ្ញុំវិញគឺខ្ញុំនឹងបកស្រាយតទៅជាមួយនឹង conclusion មានចំណុចខ្លះៗដែលយើងអាច conclude ចំណុចទី1តទៅជាមួយនឹងearly high quality CPR មានន័យថាការធ្វើ CPR មួយដែលមានគុណភាពល្អហើយនៅការធ្វើ defibrillation ភ្លាមនោះគឺជា intervention មួយដែលវាតែងតែ
ជួយផ្ដល់នៅប្រយោជន៍មានន័យថាជួយឲ្យមានការរស់រាននៅជីវិតរបស់គាត់របស់អ្នកជំងឺហើយការប្រើប្រាស់ថ្នាំ airway និង mechanical គឺវាមាន evidence strong ដែរប៉ុន្តែអត់មាន evidence ណាដែលអាចបញ្ជាក់ថាវា improve ទៅលើ neurological outcome របស់អ្នកជំងឺទេហើយបន្ទាប់ពី OCOS care អ្នកជំងឺក៏គាត់អាច improve ដែរអាច improve survival របស់គាត់ដែរប៉ុន្តែវាទាមទារឲ្យមាន standardization ច្បាស់លាស់ហើយចំពោះ pulse electrical activity ចំពោះករណីនេះគឺវានៅពិបាកក្នុងការព្យាបាលនៅឡើយប៉ុន្តែយើងអាចប្រើ ECG និង echo ដើម្បីស្វែងរកទៅលើ treatable cause ដើម្បីស្វែងរកឲ្យយើងព្យាបាលវាឲ្យបានលឿនដើម្បីជួយសង្គ្រោះទៅជីវិតអ្នកជំងឺហើយចំពោះម៉ាស៊ីន ECMO វិញគឺវាផ្ដល់នៅសង្ឃឹមចំពោះ case មួយចំនួនប៉ុន្តែវាមានលក្ខណៈ complex ហើយវាមាន limit ដោយសារតែវាត្រូវការ specialist ច្បាស់លាស់ expert ច្បាស់លាស់ដើម្បីគាត់អាចធ្វើវាបានសូមទៅ slide បន្តចំពោះ slide បន្តវិញខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង recommendation ដែលតាក់ទងនឹង recommendation របស់ដែលអាចប្រើបាននៅក្នុង clinic practice នៅក្នុង clinic ចឹងទី1គឺ priority CPR quality ហើយនឹងធ្វើ early defibrillation គឺជា intervention មួយដែលសំខាន់ក្នុងការជួយសង្គ្រោះនៅជីវិតរបស់គាត់ហើយទី2យើងអាចជៀសវាងនៅ delay ណាដែលវាអត់ជាចាំបាច់ដើម្បីយកមកធ្វើជា airway advent airway ឬក៏ធ្វើជា IV access ទៅលើអ្នកជំងឺប៉ុន្តែត្រូវឲ្យច្បាស់ថាវាអត់ compromise មានន័យថាវាអត់បង្អាក់ការធ្វើ compression ទេបាទហើយមួយទៀតគឺយើងអាចប្រើ ultrasound និង ECG នៅក្នុងករណីជា pulse electrical activity ដែលដើម្បីរកទៅលើ treatable cause ភ្លាមហើយពេលដែលយើងរកឃើញគឺយើង fix treatable cause នឹងដើម្បីជួយជីវិតដល់អ្នកជំងឺបាទហើយក្នុងករណីមួយទៀតគឺយើងត្រូវរៀបចំ structure នៅ post ROSC ដើម្បីដូចជាការ control ទៅលើ ventilation ការ control ទៅលើសម្ពាធឈាមរបស់អ្នកជំងឺហើយការធ្វើជា coronary angiography ហើយការ control ទៅលើ temperature របស់អ្នកជំងឺផងដែរបាទអញ្ចឹងpresentation របស់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេលោកគ្រូហើយនេះគឺជា reference របស់ពួកខ្ញុំដែលបានបកស្រាយមកហើយសូមអរគុណដែលបានចំណាយពេលស្ដាប់បាទសូមអរគុណសូមតអូនអញ្ចឹងតាក់ទងជាមួយនឹង target temperature management ហ្នឹងអូនឯងសម័យមើលពេលដែលយើងនិយាយថាតាក់ទងជាមួយនឹង class C សាច់ណាខ្លួនយើងកាលណាសីតុណ្ហភាពវាទាប metabolism វាទាប បាក់តេរី germ colonization ក៏វាទាបដែរយល់ទេអូនអញ្ចឹងកាលណាយើងធ្វើអា TTM ហ្នឹងឲ្យវាយើងទាបគេឃើញថាអ្នកជំងឺរស់បានច្រើនគេឃើញថាអ្នកជំងឺ survival discharge ក៏ច្រើនគេឃើញថាអ្នកជំងឺដែលគាត់មាន neurologic reserve មានន័យថាបញ្ហាខួរក្បាលគាត់ដែល brain dead brain មានបញ្ហាហ្នឹងក៏វាល្អច្រើនដែរយល់ទេអូនយល់ឡើងហ្នឹងឯងហើយអូនឯងនិយាយមិញថាមាន oxidation stress មានអីការពារហ្នឹងគឺវាត្រូវហើយដោយសារតែពេលដែលយើងធ្វើ TTM ហ្នឹងទៅគេឃើញថាអ្នកជំងឺរស់បានច្រើនហើយអា post discharge disability ហ្នឹងក៏ល្អដែរចឹងណាអូនចាលោកគ្រូ